នៅរសៀលថ្ងៃទី17ខែមេសាឆ្នាំ2025នេះសម្ដេចអគ្គមហាសេនាបតីជូហ៊ុនសែនប្រធានព្រឹទ្ធសភាបានជួបពិភាក្សាការងារជាមួយនឹងអាដាមស៊ីជីនពីងប្រធានាធិបតីចិននៅវិមានសន្តិភាពនៅក្នុងកិច្ចពិភាក្សានោះជាកិច្ចចាប់ផ្ដើមសម្ដេចតេជោបានសម្ដែងដល់ការស្វាគមន៍នៅក្នុងនាមសម្ដេចផ្ទាល់និងប្រជាជនកម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអាដាមប្រធានាធិបតីចិនដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាលើកទី2ដែលលើកទី1កាលពីឆ្នាំ2016ហើយសម្ដេចបានចាត់ទុកអាដាមស៊ីជីនពីងគឺជាភ្ញៀវពិសេសរបស់កម្ពុជានៅឆ្នាំ2025នេះហើយសម្ដេចបញ្ជាក់ថាការទទួលបដិសណ្ឋារកិច្ចចំពោះអាដាមស៊ីជីនពីងក៏មានលក្ខណៈពិសេសផងដែរសម្ដេចតេជោបានបន្ថែមថាទស្សនកិច្ចរបស់អាដាមស៊ីជីនពីងនៅពេលនេះពិតជាមានអត្ថន័យយ៉ាងធំធេងណាស់ជាពិសេសនៅពេលដែលពិភពលោកស្ថិតនៅក្នុងស្ថានភាពមួយដែលកំពុងឈានទៅរកសង្គ្រាមពាណិជ្ជកម្មបណ្ដាហើយសម្ដេចថាវត្តមានខ្ពង់ខ្ពស់របស់អាដាមស៊ីជីនពីងនៅកម្ពុជាពេលនេះបានបង្ហាញពីចំណងមិត្តភាពជាប្រពៃណីដ៏រឹងមាំពង្រឹងមិត្តភាពដៃថែបលើកកម្ពស់ទំនាក់ទំនងរវាងស្ថាប័នរដ្ឋនិងរដ្ឋរវាងបកនិងបកឲ្យកាន់តែជិតស្និទ្ធមួយកម្រិតបន្ថែមទៀតជានេះទៅទៀតសម្ដេចតេជោបានបញ្ជាក់ថាឆ្នាំ2025នេះគឺជាខួប15ឆ្នាំនៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរហើយសម្ដេចបានចាត់ទុកអាដាមស៊ីជីនពីងថាជាមិត្តចាស់មិត្តធំបំផុតជាទីទុកចិត្តបំផុតរបស់កម្ពុជានិងជាអ្នកគ្រប់គ្រងដ៏រឹងមាំរបស់កម្ពុជានិងរបស់គណៈបកប្រជាជនកម្ពុជាដែលជាគណៈបកកណ្ដាលអំណាច46ឆ្នាំកន្លងមកនេះនៅក្នុងឱកាសនោះអាដាមស៊ីជីនពីងក៏បានបង្ហាញនៅក្តីរីករាយនៅពេលដែលអាដាមបានត្រឡប់មកកាន់ប្រទេសកម្ពុជាសាជាថ្មីម្ដងទៀតដែលជាមិត្តចាស់របស់អាដាមហើយជាពិសេសអាដាមបានជួបមិត្តចាស់គឺសម្ដេចតេជោបន្ទាប់ពីអាដាមបានជួបសម្ដេចតេជោកាលពី4ខែមុននៅប្រទេសចិនតែឥឡូវនេះគឺអាដាមបានមកជួបសម្ដេចតេជោជាថ្មីម្ដងទៀតនៅក្នុងប្រទេសកម្ពុជាអាដាមបានសម្ដែងនៅក្តីរីករាយជាពិសេសរំភើបចំពោះបដិសណ្ឋារកិច្ចពីសំណាក់រដ្ឋាភិបាលកម្ពុជានិងប្រជាជនកម្ពុជាចំពោះវត្តមានរបស់អាដាមនៅកម្ពុជានៅពេលនេះអាដាមបានបញ្ជាក់ថានៅពេលដែលអាដាមធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅតាមផ្លូវអាដាមបានឃើញនៅការស្វាគមន៍របស់ប្រជាពលរដ្ឋខ្មែរហើយអាដាមបានសម្លឹងពីរថយន្តរបស់អាដាមទៅមើលទៅលើទឹកមុខរបស់ប្រជាជនកម្ពុជាដែលកំពុងស្វាគមន៍អាដាមគឺទឹកមុខរបស់ប្រជាជនកម្ពុជាពោពេញដោយក្តីដោយស្នាមញញឹមភាពរីករាយស្វាគមន៍អាដាមដោយចេញពីបេះដូងអាដាមបានបញ្ជាក់ថាអាដាមពិតជារំភើបហើយការស្វាគមន៍ដ៏កក់ក្ដៅពីសំណាក់រដ្ឋាភិបាលកម្ពុជានិងប្រជាជនកម្ពុជានៅពេលនេះបង្ហាញអំពីមិត្តភាពដ៏រឹងមាំមិត្តភាពដៃថែបរវាងប្រទេសទាំងពីរនិងញ៉ាំងមិត្តភាពនេះឲ្យកាន់តែរីកចម្រើនល្អប្រសើរបន្ថែមទៀតនៅក្នុងឱកាសនោះដែរគឺសម្ដេចតេជោក៏បានចែករំលែកលើកឡើងអំពីទូនាទីរបស់ចិនដែលសម្ដេចបានកោតសរសើរនៅចំពោះមុខអាដាមប្រធានាធិបតីចិនស៊ីជីនពីងថាទូនាទីរបស់ចិនគឺទូនាទីស្ថាបនានិងសកម្មក្នុងការលើកកម្ពស់សន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពជាសកលហើយកម្ពុជាគ្រប់គ្រងគំនិតផ្ដួចផ្ដើមនានារបស់មិត្តចិនដូចជាគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវគំនិតផ្ដួចផ្ដើមអភិវឌ្ឍសកលគំនិតផ្ដួចផ្ដើមសន្តិសុខសកលនិងគំនិតផ្ដួចផ្ដើមអរិយធម៌សកលហើយមានជំនឿយ៉ាងមុតមាំថាគំនិតផ្ដួចផ្ដើមទាំងនេះនឹងរួមចំណែកក្នុងការថែរក្សាផលប្រយោជន៍សកលអភិវឌ្ឍសកលនិងពង្រឹងគោលដៅប្រកបដោយចីរភាពក្នុងឆ្នាំ2030របស់អង្គការសហប្រជាជាតិដើម្បីថែរក្សាសន្តិភាពសន្តិសុខនិងភាពសុខដុមសម្ដេចតេជោក៏បានវិតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិការរវាងប្រទេសទាំងពីរជាពិសេសការប្រស្រ័យទាក់ទងគ្នាជាញឹកញាប់គ្រប់កម្រិតនិងគ្រប់វិស័យដែលបង្ហាញអំពីសាមគ្គីភាពជាប្រពៃណីនិងបង្កើនការកសាងទំនុកចិត្តនយោបាយកម្រិតខ្ពស់បំផុតដោយឈរលើគោលការណ៍ស្មើភាពគ្នាគោរពផលប្រយោជន៍ស្នូលទៅវិញទៅមកនិងប្រឆាំងរាល់ការជៀសជ្រែកពីខាងក្រៅលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសទាំងពីរសម្ដេចតេជោក៏បានរំលឹកបន្ថែមដោយលើកឡើងស្នើឲ្យភាគីចិនរដ្ឋាភិបាលចិនបន្តការគ្រប់គ្រងនៅការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាក៏ដូចជាការជួយជ្រោមជ្រែងបន្ថែមទៀតដល់កម្ពុជាក្នុងគោលដៅបម្រើដល់ការអភិវឌ្ឍនៅក្នុងប្រទេសរបស់យើងហើយ
សម្ដេចក៏បានលើកឡើងដោយឲ្យភាគីទាំងពីរធ្វើយ៉ាងណាពង្រឹងនៅមិត្តភាពបន្ថែមទៀតទាំងនៅក្នុងក្របខ័ណ្ឌបកទាំងក្របខ័ណ្ឌរដ្ឋាភិបាលនិងក្របខ័ណ្ឌប្រជាជនរវាងប្រទេសទាំងពីរដើម្បីជាផលប្រយោជន៍សម្រាប់ប្រទេសទាំងសងខាងសម្ដេចតេជោបានបន្ថែមដោយឲ្យភាគីចិនបន្តគាំទ្ររាល់គំនិតផ្ដួចផ្ដើមក្នុងការអភិវឌ្ឍនានារបស់កម្ពុជាជាការលើកឡើងឆ្លើយតបនឹងការលើកឡើងរបស់សម្ដេចតេជោឯកឧត្តមស៊ីជីនពីងបានរំលឹកបន្ថែមថាភាគីចិនគឺគាំទ្រជាពិសេសគឺការគាំទ្រចំពោះព្រះរាជាហ្វូណនតេជោដែលកម្ពុជាកំពុងតែដំណើរការសាងសង់ហើយកម្ពុជាហើយសំទោសភាគីចិនគឺគាំទ្រចំពោះគំនិតផ្ដួចផ្ដើមឬក៏ការសាងសង់របស់កម្ពុជានៅព្រះរាជាហ្វូណនតេជោនេះហើយឯកឧត្តមស៊ីជីនពីងក៏បានឆ្លើយតបលើកឡើងបន្ថែមថាភាគីចិននិងភាគីកម្ពុជាជាពិសេសគឺពង្រឹងទំនាក់ទំនងបន្ថែមទៀតទាំងក្របខ័ណ្ឌគណបកនិងក្របខ័ណ្ឌរដ្ឋាភិបាលហើយរដ្ឋាភិបាលចិននឹងជួយបណ្ដុះបណ្ដាលនៅធនធានមនុស្សទាំងធនធានមនុស្សនៅក្នុងគណបកប្រជាជនកម្ពុជានិងធនធានមនុស្សនៅក្នុងរដ្ឋាភិបាលដើម្បីសម្ដៅធ្វើយ៉ាងណាជាផ្នែកមួយចូលរួមចំណែកការអភិវឌ្ឍនៅក្នុងប្រជាជាតិកម្ពុជាតាក់ទងទៅនឹងការលើកឡើងរបស់អាយដាមស៊ីជីនពីងការគាំទ្រចំពោះគម្រោងព្រះរាជាហ្វូណនតេជោនេះសម្ដេចតេជោបានលើកឡើងដោយសម្ដែងនៃការត្រេកអរយ៉ាងខ្លាំងចំពោះអាយដាមស៊ីជីនពីងដែលបានបង្ហាញនៅការគាំទ្រចំពោះការកសាងព្រះរាជាហ្វូណនតេជោដែលសម្ដេចបានបញ្ជាក់អំពីសារៈសំខាន់នៃព្រះរាជានេះដែលបម្រើដល់វិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាហើយវាជាផលចំណេញសម្រាប់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍនៅសេដ្ឋកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរបន្ថែមទៀតនៅក្នុងជំនួបនោះជាចុងក្រោយភាគីទាំងពីរបានសម្ដែងនៅការអរគុណគ្នាទៅវិញទៅមកជាពិសេសសម្ដេចតេជោក៏បានជូនពរចំពោះដំណើរទស្សនកិច្ចរបស់អាយដាមស៊ីជីនពីងនៅក្នុងប្រជាជនកម្ពុជាឲ្យប្រកបដោយភាពជោគជ័យ